ការអានព័ត៌មាននៅក្នុង Studio ជាការងារដ៏សំខាន់មួយសម្រាប់អ្នកអានព័ត៌មាន News reading in a studio is an essential task for news anchors and program hosts. បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើជាវីដេអូមួយដើម្បីធ្វើការចែករំលែកដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាសម្រាប់បងប្អូនមួយចំនួនអាចនឹងដឹងអំពីវីដេអូនេះដែលវីដេអូនេះគឺឃើញថាមានបងប្អូនគាត់បានធ្វើការចែករំលែកដែរទាក់ទងនឹងវីដេអូបែបបង្កើតតាមរយៈ AI ដែលយើងអាចធ្វើប្រើប្រាស់នៅវីដេអូដើម្បីឲ្យគាត់ធ្វើការអាននៅព័ត៌មានបាទអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំសូមធ្វើការបង្ហាញអំពីរបៀប generate នៃសំឡេងអានព័ត៌មានដែលតកតងនឹងវីដេអូបែបការ generate តកតងនឹងវីដេអូបែបអានព័ត៌មាននៅក្នុង studio ខ្ញុំអត់បានបង្ហាញទេដោយសារខ្ញុំធ្លាប់ធ្វើការបង្ហាញអំពីរបៀបនៃការបង្កើតវីដេអូដែលយើងអាចធ្វើការ generate តាមរយៈ Google Gemini Pro បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាអាចធ្វើការតាមដានតាមរយៈការបង្ហាញរបស់ខ្ញុំនេះបាទអញ្ចឹងនេះគឺជាប្រភេទនៃវីដេអូដែលខ្ញុំបានធ្វើការ generate តាមរយៈ AI បាទអញ្ចឹងសម្រាប់វីដេអូនេះគឺអត់មាននៅសំឡេងទេដែលថ្ងៃនេះគឺខ្ញុំនឹងធ្វើការប្រើប្រាស់នៅកម្មវិធី AI Studio ដើម្បីធ្វើការ generate នៅសំឡេងដែលសំឡេងនេះមានទាំងសំឡេងភាសាខ្មែរហើយនិងសំឡេងជាភាសាអង់គ្លេសបាទអញ្ចឹងសម្រាប់អត្ថបទនេះគឺខ្ញុំបានធ្វើការសរសេររួចរាល់ហើយដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំបានធ្វើការរៀបចំទាំងពីរភាសាទាំងភាសាខ្មែរហើយនិងភាសាអង់គ្លេសបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំនឹងធ្វើការ copy យកទៅដាក់នៅAI Studio បាទអញ្ចឹងជាទូទៅបើសិនជាករណីយើងមាន account AI Studio គឺយើងចុចនៅត្រង់កន្លែងពាក្យឆាតបន្តមកទៀតគឺខ្ញុំជ្រើសរើសយកពាក្យ negative speed generation បាទត្រង់ចំណុចកន្លែងនេះគឺខ្ញុំធ្វើការលុបបន្តមកទៀតគឺខ្ញុំ control V បាទគឺរួចរាល់បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះតកតងនឹង speaker 1គឺខ្ញុំ name គឺយើងកំណត់យកទៅតាម default របស់ AI បន្តមកទៀតតកតងនឹង voice គឺខ្ញុំអាចធ្វើការជ្រើសរើសបានមានទាំងសំឡេងប្រុសហើយនិងសំឡេងនារីអញ្ចឹងមានច្រើននៅសំឡេងអញ្ចឹងបើសិនជាករណីយើងស្រឡាញ់នៅសំឡេងមួយណាគឺយើងអាចធ្វើការជ្រើសរើសបានបាទអញ្ចឹងគឺខ្ញុំធ្វើការជ្រើសរើសនៅសំឡេង Linda បែបសំឡេងមនុស្សស្រីបាទអញ្ចឹងបន្តមកទៀតនៅត្រង់ចំណុច speaker 2គឺខ្ញុំអត់ធ្វើការកំណត់ទេដោយសារខ្ញុំកំណត់យកតែមនុស្សតែម្នាក់បាទអញ្ចឹងបន្តមកទៀតគឺយើងត្រូវធ្វើការចុចនៅពាក្យ run បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះសម្រាប់ការ generate នៅសំឡេងបែបជាភាសាខ្មែរគឺយើងត្រូវធ្វើការរងចាំទាំងអស់គ្នានៅពេលដែលធ្វើការ generate រួចរាល់ហើយគឺយើងអាចធ្វើការ download សំឡេងយកមកដាក់នៅក្នុងវីដេអូរបស់យើងបានការអានព័ត៌មាននៅក្នុង Studio ជាការងារដ៏សំខាន់មួយសម្រាប់អ្នកអានព័ត៌មានបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំបានធ្វើការ generate នៅសំឡេងជាភាសាខ្មែររួចរាល់ហើយបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាយើងអាចធ្វើការស្ដាប់ទាំងអស់គ្នានោះទេប៉ុន្តែជាការនិយាយឲ្យមានសំឡេងច្បាស់លាស់ការបញ្ចេញអារម្មណ៍ត្រឹមខ្ញុំនឹងធ្វើការចុចនៅពាក្យ download ខ្ញុំចុចនៅសញ្ញាត្រី3ខ្ញុំជ្រើសរើសយកពាក្យ download បាទគឺរួចរាល់បាទអញ្ចឹងសម្រាប់វីដេអូសំឡេងទី2គឺខ្ញុំនឹងធ្វើការ copy ជាអត្ថបទភាសាអង់គ្លេសរបស់ខ្ញុំធ្វើការ delete នៅអត្ថបទភាសាខ្មែរបាទខ្ញុំ control V តមកទៀតសម្រាប់សំឡេងគឺខ្ញុំកំណត់យក voice ដែលមានឈ្មោះថា Linda ដូចគ្នាហើយខ្ញុំនឹងធ្វើការចុចនៅពាក្យ run បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះសម្រាប់ការ generate ជាភាសាអង់គ្លេសគឺយើងត្រូវធ្វើការរងចាំដូចគ្នាដែរដោយសារតកតងនឹងការ generate គឺវាត្រូវការពេលវេលាដែរសម្រាប់ឲ្យកម្មវិធី AI ធ្វើការ generate នៃសំឡេងរបស់យើងបាទរួចរាល់បាទអញ្ចឹងនេះគឺជាសំឡេងដែលខ្ញុំបានធ្វើការ generate សម្រាប់ជាភាសាអង់គ្លេសគឺមានចំនួន0.43 វិនាទីបាទអញ្ចឹងដល់1នាទីទេដោយសារតកតងនឹងអត្ថបទរបស់ខ្ញុំគឺវាខ្លីដែរបាទអញ្ចឹងនៅពេលដែលយើងបានធ្វើការ generate រួចរាល់គឺយើងអាចធ្វើការ download បាន
បាទអញ្ចឹងនៅពេលដែលយើងបានធ្វើការ download រួចរាល់ហើយបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអាចធ្វើការបញ្ចូលនៅសំឡេងទៅក្នុងវីដេអូបែបអានព័ត៌មានបានបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបានមានការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអំពីរបៀបការ generate សំឡេងជាភាសាខ្មែរហើយនិងជាភាសាអង់គ្លេសដើម្បីធ្វើការបញ្ចូលទៅក្នុងវីដេអូបែបនិយាយព័ត៌មានបាទអញ្ចឹងជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ